វីដេអូនេះតពីវីដេអូកាលមុនដែលខ្ញុំឲ្យពុកម៉ែបងប្អូន download កម្មវិធី VPN Fake GPS មុននឹងចូលកម្មវិធីហ្នឹងពុកម៉ែបងប្អូនចូលទៅរក setting កម្មវិធីរបស់យើងចុចកន្លែង setting ហើយពុកម៉ែបងប្អូន search រកពាក្យ bill number នេះ bill number ពុកម៉ែបងប្អូនចុចលើនឹងហើយចុចលើ bill number ឲ្យបាន7ដងជាប់ៗគ្នារួចហើយថយចេញក្រៅយើងចូលទៅបើកកម្មវិធី VPN ខ្ញុំបើកអ៊ីនធឺណិតសិនពុកម៉ែបងប្អូនបើក VPN ចុចពាក្យខាងក្រោមនេះរួចហើយពុកម៉ែបងប្អូនចុចកន្លែងខ្វែងខាងលើរួចហើយចុចកន្លែងនេះត្រង់កន្លែងនេះគឺគេឲ្យយើងរើសប្រទេសពុកម៉ែបងប្អូនចង់បើក VPN ទៅប្រទេសណាចុចលើប្រទេសហ្នឹងសម្រាប់ខ្ញុំសហរដ្ឋអាមេរិកខ្ញុំចុចលើប្រទេសសហរដ្ឋអាមេរិកបន្ទាប់មកខ្ញុំរើសរដ្ឋ Los Angeles បន្ទាប់មកចុច Allow ចុចខ្វែងនេះ VPN របស់ខ្ញុំចាប់នៅប្រទេសសហរដ្ឋអាមេរិកហើយសម្រាប់ពេលដែលយើងចូលទៅលេង Facebook យើងបើក VPN មុនពុកម៉ែបងប្អូនចុចកណ្ដាលនេះមករួចហើយចូលទៅបើក Fake GPS ចុចកន្លែងខាងក្រោមនេះចុចពាក្យខាងលើពុកម៉ែបងប្អូនកុំយកដៃទៅប៉ះកន្លែងនេះសោះចុចកន្លែងខាងលើនេះមកត្រី3ខាងលើចុចកន្លែងពាក្យ search ទី3ចុចកន្លែង location នេះពុកម៉ែបងប្អូនវាយរដ្ឋ Los Angeles ដូច VPN ដែលយើងវាយមិញចុច OK វានឹង load មកដល់កន្លែងរដ្ឋ Los Angeles ប្រទេសសហរដ្ឋអាមេរិកពុកម៉ែបងប្អូនចុចកន្លែងខាងក្រោមនេះមកនេះចុចពាក្យតាមខ្ញុំមកពុកម៉ែបងប្អូនចូលទៅបើកចូលទៅរកពាក្យខាងក្រោមខ្ញុំមើលសិននេះពុកម៉ែបងប្អូនចុចលើពាក្យ select នេះមកនេះពាក្យនេះចុចលើពាក្យ Fake GPS នេះមកពុកម៉ែបងប្អូនចុចថយក្រោយចុចកន្លែងគ្រប់ចុចកន្លែងខាងក្រោមនេះទៀតនឹងលោតជាប់ Fake GPS នៅលើទូរស័ព្ទរបស់យើងចុចម្ដងទៀតបានជាប់ពុកម៉ែបងប្អូនកន្លែងហ្នឹងគឺចុច2ដងនេះ Fake GPS នៅខាងលើពុកម៉ែបងប្អូនថយមកកម្មវិធី2ហ្នឹងគឺសម្រាប់ពេលដែលយើងចូលទៅលេង account admin កាន់ page admin ហ្នឹងគឺសម្រាប់កាន់ page admin បរទេសសម្រាប់យើងចាំ admin បរទេសពេលដែលយើងរកលុយមិនទាន់បានយើងប្រើ VPN free សិនពុកម៉ែបងប្អូនពេលដែលយើងកំណត់រួចរាល់អស់ហើយពុកម៉ែបងប្អូនចូលមកកាន់ជ្រោម search រកពាក្យ whoever.net ពុកម៉ែបងប្អូនវាយពាក្យ whoever.net នេះមកចង់ដឹងថាអ៊ីនធឺណិតរបស់យើងចាប់នៅប្រទេសណានេះពុកម៉ែបងប្អូនអ៊ីនធឺណិតរបស់ខ្ញុំចាប់នៅប្រទេសសហរដ្ឋអាមេរិករដ្ឋ Los Angeles ពេលដែល load ដល់99ពេញសិនចាំពុកម៉ែបងប្អូនចូលទៅកាន់ account admin